ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាការ live ពិសេសពីផេកបង្ក្រូចថ្ងៃនេះមិនមែនទនេនាំរាំងសីមកអង្គុយលេងឯណាញ៉ែគ្នានឹងព្រៃណាចឹងនិយាយចឹងណាគឺចង់មកបង្ហាញអំពីអីហ៎ពីអីគេដូងហើយដូងវាមិននេះមិនមែនដូងភ្លើងទេបងប្អូនណាខ្ញុំដាំដូងភ្លើងច្រើនដងហើយដាំអត់កើតទេមិនបានដាំឆេះដូងភ្លើងដាំបានថាកន្លះខែឆេះអស់ដាំបានតែ 3-4 ថ្ងៃឆេះអស់ឥឡូវខ្ញុំលេងដាំដូងភ្លើងខ្ញុំងាកមកដាំពូជដូងក្រអូបអូខេអូនេះហៅដូងក្រអូបបាទដូងក្រអូបឬក៏យើងអាចហៅថាដូងតឿហើយយើងហៅបានបែបទៀតគេហៅថាដូងខ្លីដូងខ្លីអីដូងក្រអូបនេះខ្ញុំមិនមែនដាំមួយមុខទេខ្ញុំបង្កាត់វាតាំងពីនៅក្នុងរឹសតាំងពីអានោះជាផ្លែដូងអត់ទាន់ចេញជាបដូលមកណាខ្ញុំចាក់ស្ពែមវាចូលអួតតាចាក់អាផ្លែទូចចាក់អាផ្លែធំលាយគ្នាឥឡូវណាអាខ្លាទូចអាខ្លាធំអាខ្លាទូចអាខ្លាធំអញ្ចឹងយើងមិនមែនចាក់បកាត់យើងមិនចាក់ដាំទេតើយើងមានបច្ចេកទេសផ្ទាល់ខ្លួនបងប្អូនខ្លះឃើញដូងហ្នឹងទិញដូងដឹងតែហូបដូងទេតែកាប់ដូងអត់ចេះកាប់ផងបាទអញ្ចឹងហើយទាំងដឹងដូងហ្នឹងបានមកពីណាទៀតអ្នកខ្លះអត់ដឹងទេស្មាដូងកើតចេញពីលើអាទេសមកអាទេសរុញហ្នឹងគេស្មាដូងចេញពីធុងតកកចេញអីតាមពិតចេញមកពីដើមដូងបាទពូជដូងគឺចេញមកពីដើមដូងមិនមែនចេញពីដើមស្វាយទេណាបងប្អូនណានិយាយពីពូជដូងចេញពីដើមដូងអីចឹងជាបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីរបៀបដាំដូងអូដាំដូងយ៉ាងម៉េចឲ្យបានផលឲ្យបានផ្លែផ្កានេះដាំម៉េចបាទអ្នកខ្លះអត់ទេដាំដាក់ក្បាលទៅក្រោមហើយក្បាលទៅក្រោមមានអីចេញផ្លែផ្កាអត់ចេញផ្លែទេទៅក្រោមចេញទៅចំតិតងាប់ឥឡូវខ្ញុំនាំរាំងសីនឹងបងប្អូនទាំងអស់គ្នាទៅទស្សនាការដាំដូងរបស់ខ្ញុំបាទតើមើលទាំងអស់គ្នាលើដូងទៅម៉េចយកធ្វើអីហើយស្មាយកមកកាប់ហូបមែនបាទនេះគឺជាប្រភេទកូនដូងបងប្អូនណាបាទមិនមែនមេដូងទេបាទកូនដូងហើយយើងកូនដូងយើងរើសពូជណាដែលល្អដើម្បីឲ្យវាពេលមានផ្លែមកផ្លែវាល្អតាមនឹងដែរអូខេយើងនិយាយទៅតើយើងស្គាល់ប្រវត្តិដូងច្បាស់លាស់យ៉ាងណាណាបើយើងស្គាល់មិនច្បាស់អីយើងយកមកដាំមកវាអត់ផ្លែទេហើយយើងដាំយើងមើលពេលថ្ងៃរះអញ្ចឹងថ្ងៃរះមកពីណាយើងដាំបែរក្បាលវាទៅហ្នឹងដើម្បីវាស្រូបយកវាហៅថាពន្លឺនិងពន្លឺ UV ពីព្រះអាទិត្យហើយយើងត្រូវកាប់រណ្ដៅនេះ1.4 ម៉ែត្រជ្រុងប៉ុន្តែដោយសារបងបញ្ញាប់បង្ហាញខ្លួនឯងទៅបងកាប់បាន1 ម៉ែត្រអត់ទេស្ទើរ1 ម៉ែត្រតិចប៉ុន្តែអត់អីទេហើយយើងកាប់រណ្ដៅ1.4 ម៉ែត្រជ្រុងហើយបាត់រណ្ដៅយើងមានអង្កាមដាក់អង្កាមទៅយើងមានដើមធៀងខេតដើមតពូងដើមយើងចេះកាប់ដែរណាហើយយើងប្រអាប់វាទុករយៈពេល1 ខែដើម្បីឲ្យគេហៅថាជីកំប៉ុស្តយើងវាឡើងរលួយទៅយើងដាក់ដូងដាំគឺយើងបន្ទាប់ពីជីកំប៉ុស្តយើងរលួយបាន1 ខែហើយយើងដាំចេះយើងដាំកុំឲ្យលិចណាចាអង្គុយមកបាទរបៀបដាំដូងគឺយើងត្រូវមើលដូងណាត្រូវមើលដូងដែលវាចេញត្រួយចេញអីមកអញ្ចឹងតិចលោអត់ទាន់ចេញត្រួយយើងយកអត់ទាន់ចេញត្រួយយើងយកទៅដាំអត់ងាយលូតលាស់បានល្អទេចាហ្នឹងគេដូងញីដូងឈ្មោលអីផ្លែដូចគ្នាដូងញីដូងដែលមានញីឈ្មោលមកពីណាគេលោកគេមានដូងញីដូងឈ្មោលអីចឹងគូអីឆ្កែអីមន់ទីអីវាមានញីមានឈ្មោលដូងមានញីមានឈ្មោលមកពីណាវាមានតែដូងតឿដូងភ្លើងដូងអីចឹងណាវាមានឈ្មោលផ្សេងៗគ្នាហើយរបៀបដាំគឺយើងត្រូវមើលពលឺថ្ងៃនេះថ្ងៃរះមកចឹងមើលតែចំភ្នែកយើងខ្លាំងហើយយើងបោកភ្នែកឲ្យរួចយើងដាក់ក្បាលដូងនេះឲ្យចំពលឺថ្ងៃមកដល់បាទហើយយើងដាំអត់ឲ្យលិចទេណាអូនណាយើងដាំថើទេនេះប៉ុណ្ណឹងបានប៉ុណ្ណឹងខ្ញុំគេចំពលឺថ្ងៃមើលជិះដាក់ឲ្យលិចទៅមិនបើដាក់លិចចឹងលិចវាថត់ដង្ហើមដូងក៏មានដង្ហើមដែរហ្នឹងហើយបងដាក់ត្រង់ហើយដាក់ផ្អៀងអញ្ចឹងហើយដោះមកមិនទេទៅអញ្ចឹងហីដាក់ផ្អៀងហ្នឹងដាក់ឲ្យរៀនដើរតាមថ្ងៃកាលណាថ្ងៃដើរវាងើបតាមថ្ងៃមកអញ្ចឹងទៀតបាទគេទៅបងចេះច្រើនណាដូចយើងបង្រៀនកូនឲ្យដើរអញ្ចឹងណាដូងដល់វាតែមានពលឺថ្ងៃមកអញ្ចឹងវាខំប្រឹងស្រូបខ្លាំងពេកងាប់មកពេកចេះច្រើនណាដូងផងស្វាយហើយយើងដាំចង់ឲ្យល្អមែនទែនមកអាខាងលិចដើមដូងនេះយើងដាំជីចេកដាំអីចឹងឲ្យវាមលប់ណាហ្នឹងអញ្ចឹងវាឆាប់ល្អ
បាទអញ្ចឹងអរគុណបងប្អូនដែលតាមដានទស្សនាការដាំដងរបស់ខ្ញុំហើយយើងចាំជួបគ្នានៅពេលដងនេះផ្លែហើយទោះបីដងនឹងអត់ផ្លែក៏ត្រូវតែជួបគ្នាទៀតដែរ ដាក់មក អេឃើញតែរឿងតំណងពេកនៅគឺអនុស្សាវរីយ៍កាលពី បងគង់មើល បាទកាលពីមុនណាទៅសិនណា តាមសិន កាលទាន់ចូលកន្លែង ចូលខ្លែងគាត់គាត់បីតែឡាខ្ញុំទៀតហើយ ហ្នឹងវាមានអនុស្សាវរីយ៍ក្រោមដើមឈើក្រោមអីចឹងបានណាតែគ្នាឯងអត់ទេឆ្នាំ ខាងឆ្នាំយូរណាពូចាប់ដើមឆ្នាំ យូរហើយឥឡូវ វាយ ឥឡូវបង មើលហើយវាយ បាយពងចោតចាយដល់បាយទៀតឥឡូវបេះស្វាយខ្ញុំទៀតហើយទៀតហើយដល់បាយឥឡូវបាយទៀតបានស្វាយនឹងកើតអត់ទាន់មកបាទខ្ញុំក្តាប់ប៉ុណ្ណឹងឥឡូវនាំនេះបេះមកខ្លែទៀតហើយចាប់ការងារអត់មិនទៅផ្ទះទៅវាយរកបាយទឹកអីទេចាប់ការងារផ្លឹបយ៉ាឆ្នាំទៀតបើហ្នឹងអនុស្សាវរីយ៍មើលស្វាយមើលបាទអញ្ចឹងមកដាក់មកនេះ ធ្វើអត់ទេ បាទ ខាងងាយក្នុងដាក់ស្វាយឲ្យឥឡូវ ឡូវ ទៅដាក់ស្វាយ ស្វាយខ្ញុំកើតទៀតហើយថ្ងៃអង្គុយញ៉ាំអង្គុយ ខ្ញុំចូលខ្ញុំអត់ខ្ញុំអត់ ញ៉ាំមក ខ្ញុំមិន ញ៉ាំមក ខ្ញុំចិត្តនេះចិត្តមកណាបាំងអបាំងញអង្គុយណាមើល ឲ្យកែលើកែវ៉ាមកមក អត់មានមិញទេបងប្អូន មិនឡើយមួយបងថា ងាកនេះមកមិញអត់ ឃើញអត់មួយងត់មិន នឹកអត់មិញមួយនឹកឃើញរឿងកំ pl មួយណាអានេះមិនរឿងកំ pl រឿងពិតហើយបើសាយក៏សាយមិនសាយអត់ទេតែ ដល់ស្រាយហើយ អត់មិញទេចេចឹង អត់ទេអត់មកអត់ដល់ មែនមុនដំបូងមិញគាត់មានប៉ុន្តែយាយហ្នឹង បាក់មិញ គាត់និយាយទៅជំនាន់ហ្នឹងវាយូរហើយណាណាម្នាក់ហ្នឹងគឺកាចហ្នឹងកាចខ្លាំងហើយគាត់មានកំភ្លើងដល់ថ្ងៃមួយម៉ែគាត់ឈឺមិញម៉ែគាត់ចាស់អាយុ70ហើយឈឺមិញតើមួយស្កលមិញណាវាអត់ព្រមធ្លាក់ដល់ពេលនេះឈឺស្រីទាំងងងអូគាត់អាងគាត់ហ៊ានមានភ្លើងមានអីហ្នឹងគាត់ហ៊ានទៅក៏អីតែគាត់មានភ្លើងគាត់យកម៉ែគាត់ទៅពេទ្យដកវងយកទៅពេទ្យមិញណាដល់ពេទ្យមិញគ្នាបងដកថ្មីនេះ លបងទេឡោ sao còn vô cầm lương chung bếp mưa mai ăn luôn ai tầm mai ăn mấy mấy tao ngồi tập bếp thấy đọt mình phước cầm lương chung cấp là bộ đáy của mình mặt lên mình trộn bông cỏ ăn mình muốn á là bộ bị cắp trộn bông cỏ trộn bông cỏ lên nhiều ô bong nhầm chui bán này bong mình trộn bông cỏ rồi mình trộn bông cỏ bán to nó còn tập bếp bông cỏเป็นบงกอนะถ้าเป็นบงกอเราไหวเรื่องอ่ะบ้าให้เป็นมันเราบงปื้อbị muốn cò pet á đập bông đập bị bôngปื้อtừ đó vài đường cò pet vài đường kiểu việc bông kò việc bóc hay quá có lương cho cái cấp tiết cái mai miền Bắc nhá nên nhua đấy là bột mình tự bắt được việc bột mình được việc à pet bông kò bông nhầm chuột bàn này nhưng mà pet bông kò bôngนี่ก็เปี้ยตะบอลตะเป็ดเปี้ยนะเป็ดเปี้ยนกบงจามตะไปเรื่องเราบงจามเป็ดปุ๊บเบี้ยวอกดอกเปี้ยนะcho dọc lông chung cái cấp tích cái là bớt mình điệt cái đó cái cụt lượng nhanh mình biết là cụt ăn họ đây được bất bạn lẹ mình bị biết là cụtเป็ดเปี้ยนะcái này ôi bông ơi em chưa bàn thế nhưng ban là bia hay bong anh ấyเรากูได้ต่อบอลเตะเดở đông banเราเป็นđông banนะเนื้อกโพดต้องมีบงจานต้องโพดบงตึกเราโพดกินจับตึกยังนั่งบกให้กูquáเป็นđông banวิ่งbao rồiวิ่งbao nàyช่วยban thế dùng lương chung kia mới banช่วยban cái nhà chìm lên đông banเราเป็นđông ban ha nhưng chừng đi là đồn bà đi ta đi cụt độc mình bên mình nè bên mình mà vài tiếng mà đặt tới vài tiếng đặt mà bùng bư mó đó mới đấy bên bùng bư tắt cụt lấp đọt mình cứ
Vì bạn bên này chứ mình nòm mà nó đập trong quanh mập đi trong quanh mập đi trong quanh mập đi còn họ đọt mình mai ban hỏi beli mau chạp chùa bạn cho vô lương con bạc trong cái mai chỉ câu cũng cho cô mùi rồi mùi chiến không mùi chiến lương mới nhà chê đó anh cắt lấy nè một bánh cái làm lương đại cho nó cái cho anh mất anh mà chết dạng đi cái lương đại vậy